ហេតុអ្វីតួកំសត់ធ្លាក់លើអូនវិញអូនពូកែសំដែងពូកែតែភ្នែកបងសុំចោចាញ់លើដៃស្រីហើយអូនសុំបាយមានតែបងទេអ្នកឈឺទោះអង្វរយ៉ាងណាក៏អូនមិនលឺហេតុអ្វីធ្វើជាឈឺជំនួសបងអូនសុំបាយបងអូនកុំយំឡើយនេះជាល្បិចត្រានត្រៃលាក់បាំងរឿងកូនឡងអូនសុំបាយបងលួយក្បាត់ក្រោយខ្នងនេះជាល្បិចនោះល្អស្មានបងមិនដឹងអូនសុំបាយបងអូនកុំយំឡើយល្មមឈប់សំដាញ់ហើយកុំធ្វើអាណិតបងអូនសុំបាយបងទៅចុះនោះល្អងជាតិនេះជួបស្នេហ៍ស្នងចាត់ទុកថាជាកម្មសុំបាយមានតែបងទេអ្នកឈឺទោះអង្វរយ៉ាងណាក៏អូនមិនលឺហេតុអ្វីធ្វើជាឈឺជំនួសបងអូនសុំបាយបងអូនកុំយំឡើយនេះជាល្បិចត្រានត្រៃលាក់បាំងរឿងកូនឡងអូនសុំបាយបងលួយក្បាត់ក្រោយខ្នងនេះជាល្បិចនោះល្អស្មានបងមិនដឹងអូនសុំបាយបងអូនកុំយំឡើយល្មមឈប់សំដាញ់ហើយកុំធ្វើអាណិតបងអូនសុំបាយបងទៅចុះនោះល្អងជាតិនេះជួបស្នេហ៍ស្នងចាត់ទុកថាជាកម្មពេលឈឺខ្លាំងមិនហ៊ានយំបងខំចិត្តលាក់ទឹកភ្នែកនៅក្បែរបងកុំដល់ថ្ងៃបែកទុំមានស្អែកក៏មេឃមិនអាណិតបងអូនមានគេលាក់បាំងបងបេះដូងអូនគ្មានភក្តីបើអូនមានត្រឹមចិត្តអប្រៃអ្វីអូនផ្ដល់គឺមួយលានហេតុផលដែលមិនស្មោខំមកពីស្រឡាញ់ទើបព្រមចាញ់ទាំងអព្រមទទួលទុំអូនថាបងខំហេតុផលអូនរាប់មិនអតែបងមានតែមួយហេតុផលនោះគឺបងស្រឡាញ់អូនស្រឡាញ់អូនស្មោត្រឹមចិត្តអប្រៃអ្វីអូនផ្ដល់គឺមួយលានហេតុផលដែលមិនស្មោខំមកពីស្រឡាញ់ទើបព្រមចាញ់ទាំងអព្រមទទួលទុំអូនថាបងខំហេតុផលអូនរាប់មិនអ
តែបងមានតែមួយហេតុផលនោះគឺបងស្រឡាញ់អូនស្រឡាញ់អូនស្មោមួយលានហេតុផលអូនតិចជាងហេតុផលបងនោះគឺស្រឡាញ់អូនស្មោសំណប់ចិត្តបងអើយដឹងទីថាបងនឹកអូនខ្លាំងណាស់នឹកស្នេហ៍នឹករឿងចាំចាបងនៅចាំច្បាស់មិនអាចបំភ្លេចបានទេសំណប់ចិត្តបងអើយពេលនេះអូនបានអ្នកណាមើលថែចិត្តបងឈឺផ្សាអត់លហើយបែងដងអូនថាទ្រូងតែនៅដល់អូនអសង្សារបងអើយបងចង់ឲ្យអូនវិញចិត្តបងទុនតឹងទុនតែងពេលនេះបងចង់ជួបស្ងួនសាងស្នេហ៍ជាថ្មីបានទេមៀងនេះបងស្រឡាញ់អូនបែងដងនៅគឺការស្រីសំណប់ចិត្តបងអើយតាមីនៅនឹកម្នាក់នេះទេថ្លៃបងនឹកអូនរាល់ថ្ងៃវិលវិញមកស្រីមកជួបជុំស្នេហាសង្សារបងអើយបងចង់ឲ្យអូនវិញចិត្តបងទុនតឹងទុនតែងពេលនេះបងចង់ជួបស្ងួនសាងស្នេហ៍ជាថ្មីបានទេមៀងនេះបងស្រឡាញ់អូនបែងដងនៅគឺការស្រីសំណប់ចិត្តបងអើយតាមីនៅនឹកម្នាក់នេះទេថ្លៃបងនឹកអូនរាល់ថ្ងៃវិលវិញមកស្រីមកជួបជុំស្នេហាយើងទឹកហូរទៅមិនត្រឡប់តាំងចិត្តឲ្យស្ងប់មិនបានទោះដឹងថាអូនបំភ្លេចដាមដានស្នេហ៍កនឡងនៅចាំនៅនឹករហូតស្ទើរតែលប់ឈួតម្ដងមិនស្មានថាស្នេហ៍ផ្ដាច់ចំណងឲ្យបងក្រគ្រីស្រឡាញ់អូនឈឺចាប់ម្ល៉េះមិនដេចដល់ពេលនេះនៅស្នេហ៍ពុំងារទាំងដឹងច្បាស់ថាវេលាមិនអាចជួបគ្នាជាថ្មីទុនទាំងអសងខំញញឹមលឿងចិត្តដែលឈឺរិញរៃរួអោបស្រមោលទាំងក្តីច
ចាំថ្លៃលូដល់ថ្ងៃសទឹកហូរទៅមិនត្រឡប់តាំងចិត្តឲ្យស្ងប់មិនបានទោះដឹងថាអូនបំភ្លេចតាមដានស្នេហ៍កនឡងនៅចាំនៅនឹករហូតទើបតែលប់ឈួតម្ដងមិនស្មានថាស្នេហ៍ផ្ដាច់ចំណងឲ្យបងក្រមគ្រីស្រឡាញ់អូនឈឺចាប់ម្ល៉េះមិនដេចដល់ពេលនេះនៅស្នេហ៍ពុំងារទាំងដឹងច្បាស់ថាវេលាមិនអាចជួបគ្នាជាថ្មីទុនទាំងអសងខំញញឹមលួងចិត្តដែលឈឺរិញរៃរួអោបស្រមោលភាំងក្តីចាំថ្លៃលូដល់ថ្ងៃសស្រឡាញ់អូនឈឺចាប់ម្ល៉េះមិនដេចដល់ពេលនេះនៅស្នេហ៍ពុំងារទាំងដឹងច្បាស់ថាវេលាមិនអាចជួបគ្នាជាថ្មីទុនទាំងអសងខំញញឹមលួងចិត្តដែលឈឺរិញរៃរួអោបស្រមោលភាំងក្តីចាំថ្លៃលូដល់ថ្ងៃសតាមពីហ្វេនយើងក៏คล้ายជាមនុស្សស្និទ្ធស្នាលភាពស្និទ្ធស្នាលច្រាលអារម្មណ៍ទៅជាស្នេហាពេលវេលាបងកាត់ឲ្យមានអនុសាតែទេវតាបដិសង្ខារស្នេហ៍បងនឹងអូនខាជាតិនេះรู้អោតែទឹកភ្នែកសាច់មួយផ្លែដេកយំរងមកដកដងហើមដឹងណែងអួលពេញទ្រូងនឹកដល់អូនគ្រប់វិនាទីជីវិតមនុស្សពេលរីករាយហើយด้วยមានតិចជាងពេលឈឺចាំស្ដាយស្មងស្មងហើយด้วยមិនឲ្យដើរដល់ទីចាំបាច់អីឲ្យព្រាត់ប្រំគុំឡោចពេញដងឲ្យឆេះខ្ទេចខ្ទីមិនដឹកលោកនេះអង្យុទ្ធទេខតាំងខ្ញុំមិនលែពីហ្វេនយើងក៏คล้ายជាមនុស្សស្និទ្ធស្នាលភាពស្និទ្ធស្នាលច្រាលអារម្មណ៍ទៅជាស្នេហាពេលវេលាបងកាត់ឲ្យមានអនុសាតែទេវតាបដិសង្ខារស្នេហ៍បងនឹងអូនខាជាតិនេះรู้អោតែទឹកភ្នែកសាច់មួយផ្លែដេកយំរងមកដកដងហើមដឹងណែងអួលពេញទ្រូងនឹកដល់អូនគ្រប់វិនាទីជីវិតមនុស្សពេលរីករាយហើយด้วยមានតិច
ដល់ទីចាំបាច់អីឲ្យព្រាត់ប្រាំកុំឡោចបេងដូងឲ្យឆេះតែទីមិនដឹកលោកនេះអញ្ញុទេធေါ်តាំងខ្ញុំឡើយជីវិតមនុស្សពេលរីករាយហើយด้วยមានតែជាងពេលឈឺចាំស្ដាយស្មងស្មងហើយด้วยមិនឲ្យដើរដល់ទីចាំបាច់អីឲ្យព្រាត់ប្រាំកុំឡោចបេងដូងឲ្យឆេះតែទីមិនដឹកលោកនេះអញ្ញុទេធေါ်តាំងខ្ញុំឡើយមិនដឹកលោកនេះអញ្ញុទេធေါ်តាំងខ្ញុំឡើយមិនដឹកលោកនេះអញ្ញុទេធေါ်តាំងខ្ញុំឡើយបេះដូងដ៏ស្អាតស្អំមិនធ្លាប់មានស្នេហាមិនធ្លាប់ជួបការឈឺចាប់តែនៅពេលនេះឈឺស្ទើរស្លាប់បាក់តែមនុស្សបោកចិត្តខ្លាចហើយស្នេហារៀងនឹងការឈឺចាំឈឺស្ទើរស្លាប់ពីបាទ្រាំបេះដូងកំសត់អើយត្រូវតែរឹងមាំត្រូវតែខំទ្រាំរស់ក្នុងភៀមឈឺចាប់ធ្វើជាមនុស្សស្មោះត្រូវគេក្បត់រួមនៅជាផ្សារហេតុអ្វីព្រំលីខិតមិនមេត្តារឿងមួយមនុស្សស្មោះមានកម្មពៀសាងពីជាតិណាជាតិមុនតើខ្ញុំធ្វើបាបអ្នកណាបើមនុស្សក្បត់ខ្លាចគេឈឺខ្លាចមានទោសាមិនចង់ខ្លាចខ្លួនជាមនុស្សសាវាសុខចិត្តរួមនៅទាំងឈឺចាំរួមនៅទាំងឈឺផ្សាក៏មិនចង់ឲ្យអ្នកណាមកឈឺចាំដោយសារខ្ញុំហើយស្នេហារៀងនឹងការឈឺចាំឈឺស្ទើរស្លាប់ពីបាទ្រាំបេះដូងកំសត់អើយត្រូវតែរឹងមាំត្រូវតែខំទ្រាំរស់ក្នុងភៀមឈឺចាប់ធ្វើជាមនុស្សស្មោះត្រូវគេក្បត់រួមនៅឈឺផ្សារហេតុអ្វីព្រំលីខិតមិនមេត្តារឿងមួយមនុស្សស្មោះមានកម្មពៀសាងពីជាតិណាជាតិមុនតើខ្ញុំធ្វើបាបអ្នកណាបើមនុស្សក្បត់ខ្លាចគេឈឺខ្លាចមានទោសាមិនចង់ខ្លាចខ្លួនជាមនុស្សសាវាសុខចិត្តរួមនៅទាំងឈឺចាំរួមនៅទាំងឈឺផ្សាក៏មិនចង់ឲ្យអ្នកណាមកឈឺចាំដោយសារខ្ញុំបេះដូងមនុស្សស្មងអើយហេតុអ្វីមានកម្មពៀជួបតែមនុស្សក្បត់រួមនៅសែនវេទនាមិនចង់រស់ឯកាទើបយកសង្សារជាគ្នាប៉ុន្តែវាកម្មក្រាក់ត្រូវស្រក់ទឹកភ្នែកស្ទើរគ្រប់វេលាឬមួយក៏ខ្ញុំចង្រៃកាត់មួយជាតិវាសនាមិនល្អខួរក្បាលដល់ភ្លីភ្លើមើលមិនឃើញមនុស្សស្រីស្មោះសរមិនអាចបន្តអ្នកណាទេវតាឬព្រេងវាសនាឬមួយជីវិតខ្ញុំត្រូវតម្រូវឲ្យឈឺធ្វើជាមនុស្សស្មោះត្រូវគេក្បត់រួមនៅជាផ្សារហេតុអ្វីព្រំលីខិតមិនមេត្តារឿងមួយមនុស្សស្មោះមានកម្មពៀសាងពីជាតិណាជាតិមុនតើខ្ញុំធ្វើបាបអ្នកណាបើមនុស្សក្បត់ខ្លាចគេឈឺខ្លាចមានទោសាមិនចង់ខ្លាចខ្លួន
ខ្លួនជាមនុស្សសាមញ្ញសុខចិត្តរួមនៅទាំងឈឺចាំរួមនៅទាំងឈឺផ្សាក៏មិនចង់ឲ្យអ្នកណាមកឈឺចាំដោយសារខ្ញុំ ខ្ញុំដឹងច្បាស់ថាក្រុមយ៉ាងហូរហើយផ្ដាច់ឡើយចិត្តនៅតែគិតក្រុមពេលឃើញមុខអូនបងតែងតែលួចនឹកឬជីវិតមួយនេះមិនអាចផ្លេចថ្លៃ ទោះពេលនេះអូនមានគេនៅក្បែរក៏ចិត្តស្នេហ៍បងនៅភៀងក្តីរឿងពួកយើងទាំងពីរបានបញ្ចប់ហើយក្តីចង់ឃើញថ្លៃវិលត្រឡប់ស្នេហ៍បងថ្ងៃមួយខ្ញុំមិនគួរនៅស្រឡាញ់គេដល់ថ្នាក់នឹងยังបានដឹងថាគេមិនបក្រខ្ញុំក៏ចិត្តគ្មានបានអ្វីមកវិញឡើយមានតែធ្វើឲ្យខ្លួនឯងឈឺរាល់ថ្ងៃបើមិនដឹងបាខ្ញុំនៅនឹងគេខ្លាំងយ៉ាងនេះទូងឃើញច្បាស់ថាគេនោះមានថ្មីតែបេះដូងមួយនេះកាត់មិនដាច់ពីថ្លៃទូងផាំងក្តីអូនប្រគល់ឲ្យគេអស់ហើយថាក្រុមយ៉ាងហូរហើយផ្ដាច់ឡើយចិត្តនៅតែគិតក្រុមពេលឃើញមុខអូនបងតែងតែលួចនឹកឬជីវិតមួយនេះមិនអាចផ្លេចថ្លៃទោះពេលនេះអូនមានគេនៅក្បែរក៏ចិត្តស្នេហ៍បងនៅភៀងក្តីរឿងពួកយើងទាំងពីរបានបញ្ចប់ហើយក្តីចង់ឃើញថ្លៃវិលត្រឡប់ស្នេហ៍បងថ្ងៃមួយខ្ញុំមិនគួរនៅស្រឡាញ់គេដល់ថ្នាក់នឹងยังបានដឹងថាគេមិនបក្រខ្ញុំក៏ចិត្តគ្មានបានអ្វីមកវិញឡើយមានតែធ្វើឲ្យខ្លួនឯងឈឺរាល់ថ្ងៃបើមិនដឹងបានខ្ញុំនៅនឹងគេខ្លាំងយ៉ាងនេះទូងឃើញច្បាស់ថាគេនោះមានថ្មីតែបេះដូងមួយនេះកាត់មិនដាច់ពីថ្លៃទូងផាំងក្តីអូនប្រគល់ឲ្យគេអស់ហើយបាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាក៏ដូចជាគុណសិស្សរបស់លោកគ្រូទាំងអស់ណាក៏ដូចជាបងប្អូនដែលទើបនឹងចាប់ផ្ដើមប្រើប្រាស់កុំព្យូទ័រលើកដំបូងអញ្ចឹងអានឹងលោកគ្រូចេញវីដេអូមួយទៀត demo ពីរបៀប test speed internet ថា internet យើងប្រើទៅវាយឺតវា slow អញ្ចឹងយើងចង់ test មើលថាវាបានប៉ុន្មានមេអីចឹងណា
អូខេឥឡូវតោះចាប់ផ្ដើមបន្តវត្តជាមួយលោកគ្រូទាំងអស់គ្នាអញ្ចឹងលោកគ្រូសូមចូលបើក browser មួយដើម្បីតេស្តអញ្ចឹងឥឡូវលោកគ្រូបើកលើ browser មួយនេះចាស់របស់លោកគ្រូអញ្ចឹងដើម្បីតេស្ត speed internet បានយើងបើក browser យើងនឹងមកយើងសរសេរពាក្យថា speedtest.net នេះ speed test ក៏បានដែរ speed test នឹងក៏បាន speed test.net ក៏បានអញ្ចឹងដល់ពេលដែលយើងចុច speed test ហ្នឹងទៅវាចេញមកនេះឃើញទេ speed test នេះ website ផ្ទាល់របស់វាណា speedtest.net អញ្ចឹងយើងចុចលើវាទៅអញ្ចឹងវានឹងបើកតម្រង់ browser មួយនឹងឲ្យយើងអញ្ចឹងយើងតេស្តនេះអញ្ចឹង internet របស់លោកគ្រូនេះគឺប្រើក្រុមហ៊ុន Bitphone អញ្ចឹងលោកគ្រូចាប់ផ្ដើមតេស្តសិនចុច go ទៅវានឹងចាប់ផ្ដើមតេស្តឲ្យយើងអូខេអញ្ចឹងនេះលោកគ្រូសុំទាញពលាតិចអញ្ចឹងនេះគឺ speed download អញ្ចឹងដំបូងគឺវាតេស្តអា speed download ឲ្យយើងរួចបានវាតេស្ត speed upload ឲ្យយើងអញ្ចឹងយើងមើល speed download របស់លោកគ្រូមើលតើវាបានប៉ុន្មានអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាក៏ដូចជាកូនសិស្សណានៅពេលដែលប្រើប្រាស់អ៊ីនធឺណិតរបស់យើងទៅវាមានអារម្មណ៍ថាយឺតវា slow យើងអាច test speed វាបានតែថ្ងៃហ្នឹង speed internet របស់យើងប្រើហ្នឹងវាមិនមេអញ្ចឹងទៅឥឡូវនេះ download របស់លោកគ្រូគឺ21មេ 21.4 ហើយចាំមើល upload ម្ដង upload 21.95 ទាំងវាប្រហែលតែគ្នាទេហើយមួយទៀតគឺយើងតេស្តម្ដងទៀតយើង change បានន័យថាយើង change location វាសិនចូល speed test speed ជាប់មាត់ speedtest.net នឹងសាមីមកនេះយើង change អញ្ចឹងមិញបានន័យថាយើងតេស្តនៅក្នុង local ភ្នំពេញកម្ពុជារបស់យើងអញ្ចឹងឥឡូវយើង change វាទៅសិង្ហបុរីវិញមើលនេះសិង្ហបុរីអញ្ចឹងមិញយើងតេស្តក្នុង local ភ្នំពេញហើយឥឡូវយើងតេស្តវាទៅសិង្ហបុរីម្ដងសិង្ហបុរីចុច go មកដូចគ្នាមកអញ្ចឹងចាំមើល speed download និង speed upload វាមើលបានប៉ុន្មានអូខេទៅហើយ22ដូចគ្នា21 22ដូចគ្នាចាអូខេ21 31ចាំមើល upload វិញ22 21ដូចគ្នាអូខេ2182អញ្ចឹងមុនupload យើងនេះដូចជា2195ហ្នឹងឥឡូវ2192អូខេអញ្ចឹងអានេះគឺយើងតេស្តផ្ទាល់ជាមួយនឹង website តែជំរើសមួយទៀតបានន័យថាយើងប្រើជាលក្ខណៈនេះយើងយកវាមកដាក់ទៅនេះ add on វាណាអញ្ចឹងដើម្បី add on speedtest.net នឹងបានគឺយើងបើក tab ថ្មីមួយមកយើងចូលទៅខាងស្ដាំដៃរបស់យើងជាប់ profile Gmail យើងហ្នឹងយើងឃើញមាន tray 3អញ្ចឹងយើងចុចលើ tray 3ហ្នឹងមកយើងយកពាក្យថា more tool ចុចលើ more tool យើងឃើញវានឹងធ្លាក់ tab មួយទៀតមកយើងយកពាក្យថា extension ចុចលើ extension ហ្នឹងមកបន្តមកទៀតយើងមក tray 3ខាងឆ្វេងដៃយើងវិញចុច tray 3ហ្នឹងមកយើង open ច្រំ web store ចុចលើវាមកអូខេអញ្ចឹងនៅកន្លែងនេះគឺយើងអាច search បានអញ្ចឹងយើង search speedtest.net ហ្នឹងមកលោកគ្រូសុំ copy បន្តិចដោយសារដៃលោកគ្រូជាប់នេះជាប់កាន់ microphone អញ្ចឹងសរសេរអត់ការអញ្ចឹង copy ផាសតែម្ដងនេះផាសយកមកហើយយើង enter មកដើម្បី search អញ្ចឹងវាមកហើយនេះឃើញទេអញ្ចឹងអានេះយើងប្រើប្រភេទ add on add វាមកខាងនេះដើម្បីស្រួលមិនបាច់ហត់ចូលទៅ website ទេណាអញ្ចឹងចុចលើវាមក add to ច្រំ add មក add extension ចាប់ផ្ដើម install និង add ឲ្យយើងនៅខាងនេះអញ្ចឹងដល់ពេល add ចប់យើងភ័ញវាមួយមកវានឹងជាប់ខាងនេះដល់ពេលយើងចង់តិច test speed.net អី test speed internet អីយើងចុចលើវាតែម្ដងទៅមិនចាំបាច់ចូលទៅ search នៅក្នុង website វាណាចាំឲ្យវាពេញសិនដល់ពេលដែលពេញលោកគ្រូនឹងតេស្តអាកន្លែងហ្នឹងឲ្យមើលម្ដងទៀតអូខេបានអូខេអញ្ចឹងវាមកឲ្យឃើញនេះអញ្ចឹងដើម្បីឲ្យវាសូវនៅខាងហ្នឹងបានគឺយើងចូលទៅភ័ញវាមួយសិននេះទៅសញ្ញាភ័ញសញ្ញាប៊ិចសញ្ញាភ័ញហ្នឹងចុចវាមកវានឹងមកអញ្ចឹងអានេះយើងអាចបិទបាន
website នេះគឺយើងបិទទៅយើងទុកតែ tab ថ្មី new អត់មានអីទាំងអស់អញ្ចឹងយើងអាចចុចតេស្តវាលើវាបានអញ្ចឹងចុចលើវាមក go តែម្ដងអញ្ចឹងអានេះឧទាហរណ៍ថាយើងកំពុងតែធ្វើការមើល YouTube លេង Facebook ឬក៏ online នៅលើ website ផ្សេងៗក៏យើងប្រើទៅវាមានអារម្មណ៍ថាយឺតវា slow យើងអាចតេស្តបានចុចភ្លាមមកភ្លាមតែម្ដង21ដូចគ្នា download 21 upload upload 22ឥឡូវលោកគ្រូសាក់តេស្ត Facebook អានេះលោកគ្រូឧទាហរណ៍ជាក់ស្ដែងលោកគ្រូកំពុងតែលេង Facebook លេងវាយឺតអត់ចូលខុស password អញ្ចឹងឥឡូវ YouTube វិញតែថា Facebook អត់ត្រូវ password លោកគ្រូខ្ជិល login ញ៉ៃច្រើនដងចូលមក YouTube វិញសិនមិនថាយើងកំពុងតែមើល YouTube play YouTube អញ្ចឹងណាទៅប្រើវាយឺតអញ្ចឹងស្រាប់តែវាយឺតវានៅវល់ខ្ញាល់អញ្ចឹងយើងអាចតេស្តបានមិនក៏ថ្ងៃហ្នឹងអ៊ីនធឺណិតយើងយឺតប៉ុន្មានមេសល់ប៉ុន្មានមេអញ្ចឹងណាអញ្ចឹងចុចតេស្តមកនេះលោកគ្រូកំពុងតែឈរលើ YouTube នេះអញ្ចឹងវា check ឲ្យយើងហ្នឹងបានថា speed web speed YouTube កំពុងឈរលើ YouTube អញ្ចឹងយើងអាចតេស្តតែមើលមិនក៏វាយឺតមែន play មិនចេញសោះវានៅសល់ប៉ុន្មានមេអញ្ចឹងណា21ដូចអាគ្នា21 download 21 upload 21ដូចគ្នាបាក់គ្នាវាមិនខុសគ្នាទេអូខេ2197អូខេអញ្ចឹងវីដេអូមួយហ្នឹងលោកគ្រូចង់ demo តែប៉ុណ្្នឹងហើយលោកគ្រូសូមបាត់ចោលអស់គឺចង់ demo ពីរបៀប test speed internet នៅពេលដែលយើងប្រើឬក៏យើងកំពុងតែមើល YouTube លេង Facebook អីចឹងទៅវាយឺតវា slow យើងអាច test បានភ្លាមហើយក៏ចុងក្រោយលោកគ្រូសំខាន់តែភ័យទោសពីសំណាក់ពុកម៉ែបងប្អូនទាំងអស់គ្នាក៏ដូចជាកូនសិស្សណានៅពេលដែលលោកគ្រូធ្វើវីដេអូទៅ demo ទៅនិយាយទៅលឺលុះខ្វះខាតត្រង់ចំណុចណាមួយក៏សំខាន់តែអធិស្ឋានទុកជាមុនផងដែរហើយមួយវិញទៀតបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាក៏ដូចជាកូនសិស្សមានចងល់តាក់ទងនឹងការប្រើប្រាស់កុំព្យូទ័រឬក៏បច្ចេកវិទ្យាឬក៏ MMO អីហ្នឹងអាច comment ខាងក្រោមវីដេអូលោកគ្រូបានលោកគ្រូនឹងព្យាយាមធ្វើវីដេអូ demo រកដំណោះស្រាយជូនអូខេអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗទៀត